ខ្លះក៏មិនបានដឹងថាពួកគេកំពុងបន្សល់របួសផ្លូវចិត្តឲ្យយើងដែរថ្ងៃនេះយើងមិនមកដើម្បីស្ដីបន្ទោសឪពុកម្ដាយទេយើងមកដើម្បីយល់ព្រោះពេលយើងយល់ពីរបួសយើងអាចឈប់បញ្ជូនវាបន្តជំហានទី1មុននឹងព្យាបាលរបួសយើងត្រូវដឹងថារបួសនោះមានអ្វីខ្លះសូមសាកសម័យមើលថាអ្នកកើតក្នុងគ្រួសារមួយដែលឪពុកម្ដាយខិតខំធ្វើការខ្លាំងពួកគេចង់ឲ្យអ្នកមានជីវិតល្អពួកគេចិញ្ចឹមអ្នកផ្ញើអ្នកទៅរៀនរកអាហារឲ្យអ្នកពេលអ្នកឈឺពួកគេយកអ្នកទៅពេទ្យប៉ុន្តែពួកគេមិនត្រូវនិយាយថាកូនឪពុកស្រឡាញ់កូនឬកូនអាចយំបានឬកូនធ្វើខុសបានវាមិនមែនមានន័យថាកូនជាមនុស្សអាក្រក់ទេពួកគេអាចនិយាយថាកុំយំប្រុសមិនត្រូវយំទេកុំធ្វើឲ្យឪពុកម្ដាយខ្មាស់គេមើល